ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Moshita ជួបគ្នាជាមួយ Admin ម្ដងទៀតនៅក្នុងសាច់រឿងថ្មីទាំងអស់គ្នាហើយបាត់ Admin នឹងឃើញចេញរឿងហ្នឹងគឺដោយសារតែ Admin ឈឺអ្នកនរគ្នាអើយចាប់មួយចូលមួយចឹងណាហើយឥឡូវហ្នឹងគឺក៏កំពុងតែផ្ដាសាយដែរប៉ុន្តែក៏អាចនិយាយបាន Admin នឹងធ្វើសាច់រឿងភាគទៅតែចាញ់ហ្មងណាតាមពិតទៅពីដំបូង Admin ថានឹងធ្វើរឿងមកចាប់ឲ្យបានពីរឿងប៉ុន្តែដោយសារតែ Admin ខានធ្វើយូរពេកអញ្ចឹងហើយឃើញរឿងនេះទៅចាញ់ហើយក៏យកមកធ្វើទៅសាច់រឿងនេះគឺនិយាយពីការសងសឹករបស់តួស្រីទៅកាន់អតីតកូនដណ្ដឹងរបស់ខ្លួនដោយសារតែម្នាក់ប្រុសហ្នឹងគឺបានក្បត់មានសហាយជាមួយនឹងមិត្តភ័ក្តិរបស់តួស្រីក៏ដូចជាបានដណ្ដើមនៅក្រុមហ៊ុនរបស់តួស្រីផងដែរតែនៅក្នុងសាច់រឿងគឺគេមិនឲ្យតួស្រីហ្នឹងដើរសងសឹកតែម្នាក់ឯងទេក៏មានតួប្រុសហ្នឹងនៅចាំជួយក៏ដូចជាការពារតួស្រីនៅក្នុងការសងសឹកហ្នឹងដែរដូច្នេះហើយយើងចង់ដឹងថាសាច់រឿងមួយនេះមានរសជាតិបែបណាយើងមកតាមដានជាមួយនឹង Admin ទាំងអស់គ្នាតួឯកស្រីលេងយានរបស់យើងហ្នឹងគឺស្លាប់ប្រហែលថ្ងៃហើយទៅតែដឹងខ្លួននៅក្នុងថ្ងៃហ្នឹងហើយតែគេបានដឹងខ្លួនមកក៏បានដឹងថាខ្លួនឯងនៅក្នុងមន្ទីរពេទ្យហើយតែពេលហ្នឹងទៀតគឺគេបានលើសម្រាប់ជើងមនុស្សដើរមកហើយនៅខាងក្រៅគឺពិតជាមានមនុស្សម្នាក់ហ្នឹងកំពុងតែដើរមកមែនមើលទៅម្នាក់ហ្នឹងទំនងជាមនុស្សប្រុសក៏មានកាន់មួកគោមនៅក្នុងដៃរបស់គេផងដែរម្នាក់ប្រុសហ្នឹងបានចូលដល់បន្ទប់របស់លីងយានប៉ុន្តែបាត់លីងយានបានហើយដោយសារតែលីងយានហ្នឹងបានរត់ចេញពីមន្ទីរពេទ្យលីងយានបានរត់ចេញពីមន្ទីរពេទ្យទាំងភ័យស្លន់ស្លោក៏បានតែឃើញឡានមួយកំពុងតែបើកតាមផ្លូវហ្នឹងក៏បានស្ទាក់ឡានហ្នឹងដើម្បីសុំឲ្យគេជួយប៉ុន្តែម្នាក់ប្រុសហ្នឹងមិនបានជួយលីងយានណាបាយចាប់ក្រៀកករបស់លីងយានចង់សម្លាប់លីងយានតែម្ដងតែពេលហ្នឹងស្រាប់តែមានមនុស្សប្រុសម្នាក់បានបើកម៉ូតូសម្ដៅមកកាន់ពួកគេទាំងពីរនាក់តែម្នាក់ប្រុសហ្នឹងឯងគឺជាម្នាក់ប្រុសដែលបានទៅស្វែងរកលីងយាននៅក្នុងបន្ទប់មន្ទីរពេទ្យមុនហ្នឹងហើយក៏ត្រូវជាតួឯកប្រុសរបស់យើងផងដែរដែលមានឈ្មោះថាសៀវមុខហ្នឹងក៏បានប្រាប់ឲ្យអាប៉ែមួយដែលបានចង់សម្លាប់លីងយានហ្នឹងដល់លេងលីងយានប៉ុន្តែលីងយានក៏បានសម្លាប់ហើយដូច្នេះហើយសៀវមុខហ្នឹងក៏បានចាត់ការទៅលើអាប៉ែមួយហ្នឹងទៅទោះបីជាអាប៉ែមួយហ្នឹងមានកូនកំបិតនៅក្នុងដៃក៏មិនអាចធ្វើអីទៅលើសៀវមុខបានដែរព្រោះអីសៀវមុខគេខ្លាំងណាស់សៀវមុខបានចាត់ការទៅលើអាប៉ែមួយហ្នឹងដោយមិនឲ្យខ្លួនឯងហ្នឹងមានរងរបួសអីទេគឺអាប៉ែហ្នឹងរងរបួសខ្លាំងមែនទែនក៏បានហ្នឹងទៅបោកមួយកញ្ចក់ឡានទៀតក្រោយពីហ្នឹងសាច់រឿងរបស់យើងហ្នឹងក៏បានកាន់មកដល់ផ្ទះរបស់សៀវមុខដែលពេលហ្នឹងគឺសៀវមុខហ្នឹងកំពុងតែងូតទឹកហើយលីងយានភ្ញាក់ពីការស្លាប់ហើយប៉ុន្តែគេក៏បានឮសំឡេងងូតទឹកឈូឈូអញ្ចឹងគេក៏បានដើរទៅមើលទៅហើយឃើញថារបស់ប្រើប្រាស់អីសិតតែជារបស់មនុស្សប្រុសដូច្នេះហើយនៅពេលដែលបានឮសំឡេងរបស់សៀវមុខចេញពីបន្ទប់ទឹកគេក៏បានរត់ទៅពួយហើយឃើញថាសៀវមុខហ្នឹងគឺមានរោមកន្សែងទៀតអញ្ចឹងធ្វើឲ្យលីងយានហ្នឹងភ័យខ្លាចគេក៏ប្រទះឃើញកបិតដែលបានដាក់តាំងនៅលើទូក្បែរដៃរបស់គេហ្នឹងគេក៏យកកបិតហ្នឹងទៅចាក់សៀវមុខតែចាក់មានបានអីសៀវមុខក៏ចាប់ដៃរបស់លីងយានជាប់ហើយក៏បានផ្ដួលលីងយានហ្នឹងទៅលើក្រែតែម្ដងទៅតាមពិតទៅសៀវមុខហ្នឹងគ្មានបំណងអាក្រក់អីទេគេប្រាប់ឲ្យលីងយានហ្នឹងធ្វើការសម្រួលអារម្មណ៍សិនទៅចំណែកសាច់រឿងរបស់យើងហ្នឹងក៏បានលេងថយក្រោយទៅកាន់3ឆ្នាំមុននៅពេលដែលលីងយានហ្នឹងមានគ្រោះថ្នាក់នៅក្នុងថ្ងៃហ្នឹងគឺលីងយានហ្នឹងត្រូវរៀបចំថតរូប pre-wedding របស់គេជាមួយនឹងគូដណ្ដឹងរបស់គេដែលមានឈ្មោះថាឆិនជីនយើងមើលទៅតាំងមកកូនកំមុំជាមួយនឹងកូនកំឡោះគឺសប្បាយរីករាយព្រោះឲ្យចិត្តដល់ថ្ងៃរៀបការរបស់ខ្លួនស្របពេលដែលពួកគេកំពុងតែថត pre-wedding យ៉ាងផ្អែមល្ហែមជាមួយនឹងគ្នានោះក៏មានតួឈ្នានីជាមិត្តភ័ក្តិរបស់លីងយានឈ្មោះថាលីលីហ្នឹងមកកាត់សង្វាក់ការថតរូប pre-wedding របស់ពួកគេទាំងពីរនាក់លីងយានមិនទាន់ដឹងពីពុតបុត្ររបស់មិត្តភ័ក្តិខ្លួនទេគាត់ថាលីលីហ្នឹងគឺយកចិត្តទុកដាក់ទៅលើគេណាមកចូលរួមនៅក្នុងការថតរូបរបស់គេមកមើលការខុសត្រូវអីគេទៀតលីងយានថែមទាំងឲ្យលីលីហ្នឹងថតរូប3នាក់ជុំគ្នាជាមួយនឹងគេទៀតតែលីលីហ្នឹងឆ្លៀតប៉ះដៃរបស់ឆិនជីននៅពីក្រោយខ្នងរបស់លីងយានបន្ទាប់ពីការថតរូបហើយឆិនជីនហ្នឹងក៏មកជួយជាមួយនឹងលីលីបានថាឲ្យលីលីមកក៏ធ្វើរឿងបែបហ្នឹងនៅចំពោះមុខលីងយានអញ្ចឹងអត់ខ្លាចលីងយានហ្នឹងបានដឹងការពិតទេអីព្រោះអីផែនការរបស់ពួកគេទាំងពីរនាក់ហ្នឹងគឺរាប់ឆ្នាំហើយដើម្បីទទួលបាននៅអ្វីដែលលីងយានកំពុងតែមានហ្នឹងហើយលីលីក៏ប្រើប្រាស់នៅកាយវិការក៏ដូចជាពាក្យពេចន៍មញ៉េមញ៉ារបស់ខ្លួនហ្នឹងទៅកាន់ឆិនជីនវិញថារឿងប៉ុណ្ណឹងលីងយានហ្នឹងមិនអាចដឹងបាននោះទេអញ្ចឹងពួកគេទាំងពីរនាក់ហ្នឹងក៏បានចាប់ផ្ដើមប្រតិបត្តិការទៅលើគ្នាទៅចំណែកឯលីងយានដែលមិនទាន់ដឹងខ្យល់អីហ្នឹងក៏កំពុងតែសម្លឹងមើលរូបថតរបស់ប៉ារបស់ខ្លួនដែលបានស្លាប់ទៅហើយលីងយានបានគិតថាឆិនជីនហ្នឹងគឺខុសពីអីដែលប៉ារបស់គេបានប្រាប់ឆិនជីនហ្នឹងគឺជាមនុស្សប្រុសដែលល្អតែតែងតែមើលថែគេកន្លងមកក៏ដូចជាបានគ្រប់គ្រងនៅក្រុមហ៊ុនរបស់គេបានល្អខ្លាំងមែនតើអញ្ចឹងគេគិតថាគេហ្នឹងគឺជាមនុស្សស្រីដែលសំណាងតែពេលហ្នឹងគឺស្រាប់តែមានមនុស្សស្រីម្នាក់បានផ្ញើសារសម្លេងមកកាន់លីងយានអត់មានអ្នកដឹងថាម្នាក់ស្រីហ្នឹងគឺជាលីលីឬមួយក៏ជាមិត្តភក្តិម្នាក់ណាទៀតទេព្រោះជាសម្លេងមនុស្សស្រីតែគេបានប្រាប់លីងយានថាមានប្រអប់កដោនៅលើតុហ្នឹងគឺគេបានបកគោទុកឲ្យលីងយានដូច្នោះឲ្យលីងយានហ្នឹងគេក៏បានបើកមើលទៅឃើញថាគឺជាគីកាតបន្ទប់អញ្ចឹងលីងយានហ្នឹងក៏បានមកស្វែងរកបន្ទប់មួយហ្នឹងទៅមកដល់ក្នុងបន្ទប់ហ្នឹងហើយគឺអត់មានមនុស្សម្នាក់ទេលីងយានក៏ចង់ដើរចេញតែបើជាប្រទះឃើញមានអីវ៉ាន់គឺកំពុងតែរត់រីលើអត់លីងយានក៏បានដើរទៅមើលទៅឃើញថាគឺជាអាវរបស់មនុស្សប្រុសហើយបន្ទាប់មកលីងយានហ្នឹងគេក៏បានលើសំឡេងចេញពីបន្ទប់ទឹកមកគេក៏បានបើកទ្វារបន្ទប់ទឹកទៅក៏ប្រទះឃើញនឹងឯគូស្នេហ៍កំពុងតែផ្អែមល្ហែមជាមួយគ្នាដែលត្រូវជាគូដណ្ដឹងរបស់គេក៏ដូចជាមិត្តភក្តិសម្លាញ់របស់គេនឹងឯងលីងយានក៏រត់ចេញមកខាងក្រៅប៉ុន្តែជីងឆិនហ្នឹងក៏ព្យាយាមដេញតាមបកស្រាយធ្វើការបកស្រាយថារឿងហ្នឹងគឺមិនមែនបែបហ្នឹងទេគឺលីងយានហ្នឹងមានការយកច្រឡំអីចឹងណាតែលីងយានហ្នឹងគេមិនជឿពាក្យសម្ដីរបស់ជីងឆិនទេដោយសារតែគេបានឃើញនឹងភ្នែកហើយពេលហ្នឹងគឺថាលីលីហ្នឹងក៏បានមកធ្វើការបកស្រាយបែបឌឺដងទៅកាន់លីងយានទៀតគេបានលើកដៃរបស់គេឲ្យលីងយានហ្នឹងឃើញពីចិញ្ចៀនរបស់លីងយានអញ្ចឹងលីងយានគេក៏បានដណ្ដើមចិញ្ចៀនហ្នឹងពីដៃរបស់លីលីតែលីលីក៏មិនព្រមឲ្យលីងយានហ្នឹងក៏បានវាយលីលីមួយកំភ្លៀងដែលធ្វើឲ្យលីលីហ្នឹងបានរញច្រានលីងយានឲ្យធ្លាក់ពីលើអាគារក៏ប៉ុន្តែពេលហ្នឹងគឺជីងឆិនហ្នឹងបានចាប់ដៃរបស់លីងយានជាប់ឆិនជីនពីដំបូងមានបំណងនៅក្នុងការចូលជីវិតរបស់លីងយានប៉ុន្តែបែរជាលីលីហ្នឹងបានប្រាប់
ប់ឲ្យឈិនជីននឹងលែងដៃរបស់លីងយៀនទៅដោយសារតែលីងយៀនបានដឹងការពិតរបស់ពួកគេទាំងពីរនាក់ហើយបើសិនជាទុកឲ្យលីងយៀននៅដឹងការពិតបែបហ្នឹងគឺវាមិនល្អចំពោះពួកគេទាំងពីរនាក់ទេក្រោយពីការបញ្ចុះបញ្ចូលរបស់លីលីហើយឈិនជីននឹងគឺដាច់ចិត្តលែងដៃរបស់លីងយៀនឲ្យលីងយៀននឹងធ្លាក់ពីលើអាគារទៅចំពោះករណីធ្លាក់របស់លីងយៀននឹងគេក៏បាននិយាយថាគឺមកពីលីងយៀនជាមួយនឹងឈិនជីននឹងទៅថតរូប selfie នៅលើដំបូលអាគារនឹងដែលធ្វើឲ្យលីងយៀននឹងបានធ្លាក់មកដោយចៃដន្យបែបហ្នឹងហើយលីងយៀនក៏បានសម្លាប់គេនៅលើក្រែពេជាច្រើនខែឆ្នាំដែលធ្វើឲ្យឈិនជីននឹងបានក្តោបឱកាសនៅក្នុងការកាន់កាប់និងគ្រប់គ្រងក្រុមហ៊ុនរបស់លីងយៀនព្រោះឯអ្នកគ្រប់គ្នាបានដឹងហើយថាឈិនជីននឹងគឺជាគូដណ្ដឹងរបស់លីងយៀនបែបហ្នឹងហើយទៅពួកគេឲ្យឈិនជីននឹងគ្រប់គ្រងបន្តជំនួសជាបណ្ដោះអាសន្នរហូតដល់ថ្ងៃមួយគឺឈិនជីននឹងត្រូវចិត្តធ្វើសន្និសីទកសែតហើយដូច្នោះហើយបន្ទាប់ពីការធ្វើសន្និសីទកសែតហើយគឺឈិនជីននឹងទទួលបាននៅទ្រព្យសម្បត្តិរបស់លីងយៀនទាំងអស់ចំណែកឯលីលីគេក៏សប្បាយចិត្តដែរដែលពួកគេទាំងពីរនាក់នឹងចិត្តមានទំនាក់ទំនងបើកចំហជាមួយនឹងគ្នាក៏ប៉ុន្តែបើជាឈិនជីនថាមិនអាចទៅរួចទេដោយសារតែលីងយៀននៅមានជីវិតនៅឡើយក៏ដូចជាគេជាមួយនឹងលីងយៀននឹងនៅតែជាគូដណ្ដឹងជាមួយនឹងគ្នាថ្ងៃមួយទៀតលីលីនឹងបានមករស់នៅក្នុងផ្ទះរបស់លីងយៀនហើយតាលីលីនឹងចង់បានអីទៀតដោយសារតែឈិនជីនមិនយល់ព្រមនៅក្នុងការមានទំនាក់ទំនងជាបើកចំហជាមួយនឹងខ្លួនដូច្នេះហើយលីលីនឹងក៏បានតាក់ទងទៅមនុស្សម្នាក់ដើម្បីឲ្យធ្វើការចាត់ការទៅលើលីងយៀនហើយចំពោះមនុស្សដែលលីលីបានជួឲ្យទៅសម្រាប់លីងយៀននឹងគឺជាម្នាក់ប្រុសបើកឡានដែលបានជួជាមួយនឹងលីងយៀនពេលដែលលីងយៀនរត់ចេញពីមន្ទីរពេទ្យក៏ដូចជាចង់សម្រាប់លីងយៀននឹងហើយចេះសំណាងល្អអីដែលស្រាមុខនឹងក៏បានជួយលីងយៀនហើយឥឡូវនឹងយើងក៏បានត្រឡប់មកសាច់រឿងបច្ចុប្បន្នរបស់យើងវិញលីងយៀនបានដឹងថាស្រាមុខនឹងបានជួយជីវិតរបស់គេកាលពីយប់មិញក៏ប៉ុន្តែគេមិនដឹងពីមូលហេតុពិតរបស់ស្រាមុខដែលបានជួយគេទេព្រោះអីគេគិតថាស្រាមុខនឹងគឺជាមនុស្សរបស់ឈិនជីនក៏ប៉ុន្តែស្រាមុខនឹងមិនមែនជាមនុស្សរបស់ឈិនជីនទេដោយសារតែស្រាមុខកាលពីមុនក៏ធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុនរបស់លីងយៀនដែរតែក៏ត្រូវបានឈិនជីននឹងបញ្ឈប់គេពីការងារហើយលីងយៀនវិញក៏ចង់ត្រឡប់ទៅផ្ទះរបស់គេវិញក៏ប៉ុន្តែស្រាមុខនឹងក៏បានហាមឃាត់ដោយសារតែលីងយៀននឹងគឺគ្មានកម្លាំងនៅក្នុងការតទល់ជាមួយនឹងឈិនជីនទេព្រោះអីឈិនជីនបច្ចុប្បន្នមិនដូចឈិនជីនពីមុនឡើយដែលឈិនជីនឥឡូវនឹងទទួលបានការគាំទ្រពីមនុស្សនៅក្នុងក្រុមហ៊ុនរបស់លីងយៀនក៏ដូចជាលីងយៀនឥឡូវនឹងគឺគ្មានផ្ទះទេព្រោះអីឈិនជីនជាមួយនឹងលីលីនឹងបានទៅរស់នៅក្នុងផ្ទះរបស់លីងយៀនហើយបើទោះបីជាលីងយៀនត្រឡប់ទៅវិញទទួលបានអំណាចរបស់ខ្លួនវិញក៏មិនអាចធ្វើអីបានដែរដោយសារតែឈិនជីនបានធ្វើការផ្ទេរនៅទ្រព្យសម្បត្តិទាំងអស់នៅក្នុងក្រុមហ៊ុនស្ទើរតែទាំងអស់ហ្នឹងមកលើឈ្មោះរបស់គេជាអ្នកកាន់កាប់ហើយដែលហេតុថាលីងយៀនឥឡូវហ្នឹងគឺគ្មាននរណាគេធ្វើជាក្នុងបង្អែកឲ្យទៀតទេដូច្នេះហើយស្រាមុខហ្នឹងគេក៏បានផ្ដោតជាយោបល់ថាចាំគេហ្នឹងគឺជាអ្នកជួយលីងយៀនតែលីងយៀនបានជាឆ្លើយតបថាមិនត្រូវការគ្រាន់តែចង់ឲ្យស្រាមុខហ្នឹងជូនគេត្រឡប់ទៅលេងក្រុមរបស់គេសិនហើយយើងក៏កលេចមកមើលឈិនជីនជាមួយនឹងលីលីវិញនៅថ្ងៃហ្នឹងគឺពួកគេត្រូវមានសន្និសីទកសែតនៅក្នុងក្រុមហ៊ុនរបស់គេតែឈិនជីនហ្នឹងគេឡើងនិយាយទៅកាន់អ្នកសារព័ត៌មានមិនទាន់បានអីផងស្រាប់តែលីងយៀនហ្នឹងក៏បានបើកទ្វារចូលមកលីងយៀនក៏តែឃើញមុខរបស់ឈិនជីនភ្លាមគេក៏បានដើរតម្រង់ទៅកាន់ឈិនជីនក៏ដូចជាបានយកកូនកំបិតហ្នឹងចាក់ចំពោះរបស់ឈិនជីនក៏ប៉ុន្តែនេះគ្រាន់តែជាការសម័យរបស់ឈិនជីនដែលឃើញមុខរបស់លីងយៀនណាមានវត្តមាននៅកន្លែងហ្នឹងទេតែការពិតទៅលីងយៀនបានដើរតម្រង់ទៅកាន់ឈិនជីនក៏ដូចជាប្រាប់ឈិនជីនថាមានរឿងអីកើតឡើងគឺគេមិនមានការចងចាំអីទេដោយសារតែលីងយៀនបានធ្វើពុតជាភ្លេចការចងចាំបន្ទាប់ពីមានរឿងហេតុនឹងកើតឡើងហើយក៏ដូចជាគេទៅតែដឹងខ្លួនមកមិនយល់ពីរឿងហេតុដែលកំពុងតែកើតមានឡើងហ្នឹងក៏ឈិនជីនមិនបានចាប់អារម្មណ៍ជាមួយនឹងការធ្វើពុតភ្លេចការចងចាំរបស់លីងយៀនទេគេបានសប្បាយចិត្តគេធ្វើជាសប្បាយចិត្តអីចឹងណាហើយអោបលីងយៀនប្រាប់ទៅកាន់អ្នកសារព័ត៌មានថាគឺទីបំផុតលីងយៀនរបស់គេហ្នឹងបានដឹងខ្លួនមកវិញហើយអីចឹងទៅហើយលីងយៀនក៏ប្រាប់ឈិនជីនថាគេចង់ត្រឡប់ទៅផ្ទះឈិនជីនលឺអញ្ចឹងបោកភ្នែកធំក៏អោបលីងយៀនបន្តឲ្យសញ្ញាទៅកាន់លីលីបញ្ញាប់ត្រឡប់ទៅផ្ទះអីចឹងណាលីលីមិនបានរងចាំយូរទេគឺថាបញ្ញាប់ត្រឡប់ទៅផ្ទះវិញដើម្បីប្រម៉ែប្រមូលវ៉ាន់របស់ខ្លួនចាក់ចេញពីផ្ទះរបស់លីងយៀនឈិនជីនក៏កំពុងតែបើកឡានជូនលីងយៀនត្រឡប់ទៅផ្ទះវិញតែគេមិនបានបើកទៅតាមផ្លូវទៅផ្ទះរបស់លីងយៀនតែម្ដងទេគឺគេកាច់ឆ្វេងកាច់ស្ដាំអីចឹងទៅដើម្បីបង្វែងដានលីងយៀនហ្នឹងគេដឹងការពិតហើយថាឈិនជីនហ្នឹងគឺកំពុងតែបង្វែងដានគេតែគេក៏ធ្វើជាសួរនាំទៅដែលធ្វើឲ្យឈិនជីនហ្នឹងក៏យល់ដែរថាដោយសារតែលីងយៀនទៅដឹងខ្លួនអញ្ចឹងគេចង់នាំលីងយៀនហ្នឹងត្រឡប់ទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យសិនតែលីងយៀនគេមិនព្រមទៅអញ្ចឹងឈិនជីនជាតែបន្តនិយាយនេះនិយាយនោះណាថាផ្ទះរបស់ពួកគេហ្នឹងគឺថាតាំងពីលីងយៀនស្លាប់មិនដឹងខ្លួនមកគឺផ្ទះហ្នឹងអត់មានអ្នកគេនៅអញ្ចឹងវាសិតតែតលីដីគេឲ្យអ្នកសម្អាតហ្នឹងធ្វើការសម្អាតសិនអីចឹងទោះបីជាយ៉ាងណាក៏ដោយក៏លីងយៀនហ្នឹងគេមិនបាននិយាយអីដែរគេធ្វើបែបជានិយាយលេងសើចដូចជាគូស្នេហ៍អញ្ចឹងណាគេថាតិចឈិនជីនហ្នឹងគេអត់នៅផ្ទះយកស្រីទៅនៅផ្ទះអីចឹងទៅឈិនជីនគេមិនចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីរបស់លីងយៀនទេគេក៏បញ្ញាប់ជូនលីងយៀនហ្នឹងមកដល់ផ្ទះទៅហើយលីលីដែលនៅក្នុងផ្ទះហ្នឹងក៏មិនទាន់ប្រមូលអីវ៉ាន់អស់ចេញពីផ្ទះដែរគឺថាកំពុងតែកពុបអររាយពេញហ្នឹងហើយព្រោះអីភ័យញ័រពេកតែជាលទ្ធផលនៅពេលដែលលីងយៀនបានបើកទ្វារចូលដល់ក្នុងផ្ទះហ្នឹងក៏លីលីបានទៅបាត់ហើយលីងយៀនចូលដល់ក្នុងផ្ទះរបស់ខ្លួនហើយឃើញថាផ្ទះហ្នឹងគឺអត់មានតលីដីទេដូចមានមនុស្សដែលកំពុងតែរស់នៅជួយបោសជូតសម្អាតចឹងណាដូច្នោះហើយឈិនជីនក៏ថាត្រូវហើយគឺគេបានជួឲ្យមនុស្សស្រីម្នាក់ហ្នឹងធ្វើការបោសសម្អាតនៅក្នុងផ្ទះហ្នឹងបន្ទាប់មកលីងយៀនក៏កលេចឃើញកណាត់ក្រហមនៅលើសាឡុងទៀនអញ្ចឹងឈិនជីនគេក៏បានយកកណាត់ក្រហមវិញយកមកជូតមុខរបស់គេថាហ្នឹងគឺជាកណាត់កសែងចាក់របស់អ្នកបម្រើនៅក្នុងផ្ទះហ្នឹងទេហើយជាក់ស្ដែងទៅលីលីមិនទាន់បានចាក់ចេញពីផ្ទះហ្នឹងទេគឺគេកំពុងតែពួននៅខាងក្រោយសាឡុងហ្នឹងឯងលីងយៀនក៏បន្តធ្វើជាឆ្ងល់ថាហេតុអីនៅក្នុងផ្ទះជុំវិញហ្នឹងគឺមានធំក្លិនគ្រឿងក្រអូបរបស់មនុស្សស្រីអញ្ចឹងគេក៏បានធ្វើជាដើរមើលទៅតែលីងយៀនគេក៏មិនបានដើរត្រួតពិនិត្យច្បាស់លាស់ដែរគ្រាន់តែ22នាក់ហ្នឹងបន្ទាប់មកគេក៏បានធ្វើជាថាគេនឹកផ្ទះហ្នឹងអញ្ចឹងគេចង់ឡើងទៅមើលខាងលើបន្តិចហើយឈិនជីនក៏មានឱកាសនៅក្នុងការចាប់លីលីហ្នឹងក៏វត្តចេញខាងក្រៅផ្ទះបន្
បន្ទាប់ពីកវត្តលីលីចេញខាងក្រៅផ្ទះហើយលេងយានក៏បានចូលមកខាងក្រៅវិញដោយសួរនាំឆិនជីនថាលីលីនៅឯណាព្រោះអីគេបានឃើញឡានរបស់លីលីដែលគេបានទិញឲ្យនឹងចតនៅខាងក្រៅផ្ទះឆិនជីននៅពិតជាកាំងយោបល់ខ្លាំងមែនតើមនុស្សស្មានហើយលីលីរបស់គេនឹងល្ងងលក្ខណៈនឹងយកឡានយកមកចតនៅក្បែរផ្ទះនឹងទៀតហើយលីលីរត់ចូលឡានរបស់ខ្លួនមិនទាន់ទាំងបានចាក់ចែងផងស្រាប់តែលីងយាននឹងក៏បានមកដល់ក្បែរឡានរបស់គេក៏សួរនាំថាលីលីនឹងមកលេងគេមែនក៏អញ្ចឹងទៅក៏លីលីនឹងនិយាយតាមនឹងទៅថាគេនឹងមកជួយជាមួយនឹងលីងយានតែលីងយានក៏ចាប់អារម្មណ៍ឃើញថាមិនក៏លីលីនឹងអត់ពាក់ស្បែកជើងមកតតែមិនខ្លាំងមែនតើអញ្ចឹងលីលីក៏បាននិយាយមួយទៀតថាគឺគេបញ្ញាមកជួយជាមួយឈិនជីនដោយសារតែក្រុមហ៊ុនគឺមានបញ្ហាមិនតាន់លីងយានក៏ធ្វើបាបពីអ្នកនឹងម្ចាស់ដៃហើយដូច្នេះហើយគេក៏ប្រាប់ឲ្យឈិនជីននឹងបញ្ញាទៅជាមួយនឹងលីលីទៅដោយសារតែក្រុមហ៊ុនកំពុងតែត្រូវការឈិនជីនហើយបន្ទាប់មកយើងបានដឹងហើយថាលីងយាននឹងគឺបានធ្វើជាភ្លេចចងចាំដោយសារតែគេចង់សងសឹកក៏ដូចជាចង់ស្វែងរកផតតាំងដើម្បីចាត់ការជាមួយឈិនជីនក៏ដូចជាលីលីព្រោះអីពីរអ្នកនឹងគឺបានបំផ្លាញគេបំផ្លាញទំនុកចិត្តគេទាំងដែលគេនឹងគឺបានបដិសេធបានជំទាស់ជាមួយនឹងប៉ារបស់គេថាឈិនជីននឹងគឺជាមនុស្សល្អតែដែលជាក់ស្ដែងទៅគឺប៉ារបស់គេត្រូវគឺឈិនជីននឹងជាមនុស្សដែលមិនគួរឲ្យទុកចិត្តគឺជាមនុស្សដែលបានបំផ្លាញក្រុមហ៊ុនដែលប៉ារបស់គេខំកសាងមកអញ្ចឹងលីងយាននឹងមានតែសន្យាក៏ដូចជាពង្រឹងខ្លួនឯងថាត្រូវតែដណ្ដើមយកក្រុមហ៊ុនរបស់គេមកវិញឲ្យបានចំណែកឯឈិនជីនក៏បានមកចូលជាមួយនឹងគ្រូប៉ាដើម្បីសួរបញ្ជាក់ពីស្ថានភាពជំងឺរបស់លីងយានតែការប៉ុតទៅស្ថានភាពជំងឺរបស់លីងយាននឹងគឺវាកម្រនៅក្នុងការដឹងខ្លួនតែវាក៏អាចដឹងខ្លួនមកដែរហើយចំពោះការបាត់បង់ការចងចាំរបស់លីងយាននឹងគឺវាពិតជាអាចកើតមានឡើងតែរឿងហេតុនឹងវាអាចពាក់ព័ន្ធជាមួយនឹងការភ័យស្លន់ស្លោឬមួយក៏ភាពតក់ស្លុតអ្វីដែលគេមិនអាចទទួលយកបានមុនពេលដែលគេបានកើតរឿងហេតុបានជួបនៅគ្រោះថ្នាក់មួយហ្នឹងគ្រូពេទ្យក៏បានប្រាប់ឈិនជីនបន្ថែមទៀតថាការចងចាំរបស់លីងយានគឺអាចទទួលបានមកវិញបើសិនជាលីងយានបានជួបនៅរឿងហេតុហ្នឹងម្ដងទៀតចំពោះលីលីវិញបានជាមកដល់ផ្ទះរបស់លីងយានដែលបានបបួលលីងយានហ្នឹងទៅស្រុកខ្យល់អាកាសជាមួយនឹងគេដោយសារតែលីងយានទៅតែដឹងខ្លួនមកហើយលីងយានក៏ទៅតាមលីលីទៅតែលីលីហ្នឹងបាននាំលីងយានមកដល់បន្ទប់សន្តាគារដែលបានកើតរឿងហេតុហ្នឹងគឺលីលីហ្នឹងតាមពិតទៅគឺជាអ្នកឲ្យខីកាតបន្ទប់ទៅកាន់លីងយានដើម្បីលីងយានហ្នឹងមកឃើញពីសកម្មភាពរបស់គេជាមួយឈិនជីននៅពេលហ្នឹងគេបាននិយាយធ្វើជាកាច់កងទៅកាន់លីងយានឲ្យលីងយានហ្នឹងមានការចងចាំនៅក្នុងថ្ងៃហ្នឹងមកវិញលីងយានដែលទ្រាំស្ដាប់នៅពាក្យសម្ដីឌឺដងរបស់លីលីលែងបានគេក៏បានចាប់ក្បាលរបស់លីលីហ្នឹងជាមួយចូលទៅក្នុងទឹកចានបង្គន់សង្ស័យតែលីលីហ្នឹងបានផឹកទឹកចានបង្គន់ហ្នឹងឡើងឆ្អែតហើយទៅឈិនជីនហ្នឹងក៏បានមកដល់ក៏សួរនាំថាលីងយានធ្វើអីមានរឿងអីកើតឡើងលីងយានក៏បានធ្វើពុតជាលេលើមិនដឹងអីមិនដឹងថាមុនហ្នឹងមានរឿងអីកើតឡើងតែគេបានចាំតែថាលីលីហ្នឹងបានបបួលគេមកក្នុងបន្ទប់មួយហ្នឹងហើយលីលីថែមទាំងបានប្រាប់គេថាចង់ឲ្យគេហ្នឹងមានការចងចាំក៏ដូចជាលីលីហ្នឹងជាអ្នកឲ្យកដោខីកាតបន្ទប់របស់គេនៅក្នុងថ្ងៃមុនថ្ងៃរៀបការរបស់ពួកគេលីងយានក៏បន្តធ្វើជានិយាយដូចគេហ្នឹងមានការចងចាំអីដែលមិនយល់ហេតុអីក៏គេហ្នឹងទៅធ្លាក់ពីលើដំបូលអគារហេតុអីក៏គេឡើងទៅដល់ដំបូលអគារបែបហ្នឹងអីចឹងណាគេធ្វើជាហូរនឹកហើយមានការឈឺក្បាលឈឺអីដោយសារតែការចងចាំមួយហ្នឹងអញ្ចឹងហើយឈិនជីនហ្នឹងក៏បានអោបលីងយានកុំឲ្យលីងយានហ្នឹងនឹកឃើញរឿងហ្នឹងអីឈិនជីនអោបលងលោមលីងយានកន្លែងហ្នឹងគឺគេមិនចង់ឲ្យលីងយានហ្នឹងបាននឹកឃើញការចងចាំរឿងហេតុដែលបានកើតឡើងនៅពេលថ្ងៃហ្នឹងទេហើយចំពោះសាច់រឿងនៅក្នុងភាគ1របស់យើងក៏ admin សុំ slash តែប៉ុណ្្នឹងសិនណាអញ្ចឹងចាំជួបគ្នាជាមួយ admin ម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ